ប្អូនហើយនេះបានសម្លម្ជូរគ្រឿងខ្ញុំយ៉ាស់ចង់ល្អិតៗដៃដាក់ឆ្នាំងដាក់ខ្លាញ់ឲ្យក្តៅបន្តិចបងប្អូនកូរខ្លាញ់ឲ្យក្តៅបន្តិចចាំយើងដាក់គ្រឿងកូរត្រឡប់ឲ្យវាឈ្ងុយបន្តិចបងប្អូនកូរគ្រឿងឈ្ងុយបានឆ្ងាញ់សម្លម្ជូរគ្រឿងកូរប្រហុកកូរគ្រឿងឲ្យវាឈ្ងុយសិនឆ្នាំងនេះអត់សូវស្រួលដូចឆ្នាំងចង្ក្រានអុសហ្គាសទេបងប្អូនវាចង់ខ្លោចនេះភ្លើងដាក់តិចពេកដាក់ខ្លាំងពេកនេះមិនពេលហះពុះលះងុំតន់ចិត្តបានហូបយើងដាក់ប៊ីចេងចូលអំបិលអត់ទាន់ដាក់ទេដាក់ប្រហុកប្រៃហើយចាំដាក់ក្រោយតែបន្តិចអំបិលកូរឆ្អិនដាក់ស្ករវាកូរវាត្រឡប់ឲ្យវានេះសិនថែមគ្រឿងទៀតតិចពេកបងប្អូនគ្រឿងច្រើនបានឆ្ងាញ់ម្ជូរគ្រឿងគ្រប់ថាស្នូលឆ្ងាញ់ដោយសារគ្រឿងណាតែគ្រឿងតិចវាអត់ឆ្ងាញ់បងប្អូនណោះគ្រឿងតិចចាប់បើអត់ឆ្ងាញ់ទេសឡស្ដាយគ្រឿងពេលឡគួយស្ដាយគ្រឿងព្រោះមកឆ្ងាញ់កូរត្រឡប់វាឈ្ងុយសិនយើងដាក់សាច់កូរត្រឡប់វាឈ្ងុយកូនខ្ញុំចូលចិត្តសម្លម្ជូរគ្រឿងទាំងអស់គ្នាចូលចិត្តទាំងអស់គ្នាខ្ញុំក៏ចូលចិត្តដែរងាកស្លម្ជូរទេម្ជូរគ្រឿងម្ជូរធម្មតានេះអូវាត្រឡប់សាច់ឲ្យឆ្អិនបន្តិចបងប្អូនទុកយូរមួយស្ទុះសិនចាំយើងរៀបរាប់ដាក់ស្អីតទៀតមើលហុយទលំក្តៅលឿនឆ្នាំងនេះបងអើយពេលល្ងាចពេលព្រឹករកធ្វើម្ហូបគិតរកធ្វើម្ហូបចង់ឃើញខ្ញុំយើងដាក់ខ្ទិះដូងកូរវាចូលជាតិគ្នាសិនខ្ទិះដូងរៀងច្រើនដែរដាក់ចង់ពេញឆ្នាំងនេះណាខ្ទិះដើមខ្ទិះចុងដាក់លេគ្នាបណ្ដោយចាំឲ្យពុះឲ្យផុយសាច់បន្តិចថែមខ្ទិះដូងទៀតដែរខ្ទិះច្រើនឡើងថងអ៊ុំកោសមកផ្សារដូងឯងមានផ្លែដែរពកជិលបេះចឹងណាចាំយើងរៀបរាប់ដាក់បន្លែបងប្អូនដាក់បន្លែចូលបងប្អូនបន្លែទិញគេមិនសូវដូចបានច្រើនដូចបន្លែឯងទេដាំគេដែរបន្លែមិនបានដាំបន្លែដាំអត់សូវកើតខាតទៅទឹកទេបងប្អូនខ្ញុំអត់មានដូងផងប្រើទឹកស្អាតរកឆ្នាំអស់ទៅទឹកអញបន្លែមិនបានប្រមាណទេនេះឆ្អិននៅសឡខ្ញុំបងប្អូនម្ដងអត់បងប្អូនជូរគ្រឿងខ្ញុំដាក់ជូរកសាំងបងប្អូនហើយនេះសម្បូរខ្សាំងដាក់ខ្សាំងទៅឲ្យស្រស់មាត់បន្តិចឆ្ងាញ់ជូរកសាំងឆ្អិននៅសម្លខ្ញុំ